សួស្តីប្រិយមិត្តអ្នកសិក្សាទាំងអស់គ្នាសូមស្វាគមន៍មកកាន់ CCW Online ហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបង្កើតនៅអក្សរជាលក្ខណៈ 3D នៅក្នុងកម្មវិធី Adobe Photoshop CS5 បាទឥឡូវខ្ញុំសូមបង្ហាញតែម្ដងគឺយើងត្រូវបង្កើតនៅ new layer តាមទំហំបាទ document របស់យើងដែលយើងចង់បានបាទឥឡូវខ្ញុំយកជា sample គឺខ្ញុំយកបដោយ500កម្ពស់500និង resolution យើងគឺ150បន្ទាប់មកខ្ញុំចុច OK បាទចាញ់យើងប្រើនៅ horizontal title នេះដើម្បីសរសេរអក្សរអញ្ចឹងខ្ញុំចាប់ផ្ដើមសរសេរអក្សរថាបាទ animation បាទអញ្ចឹងខ្ញុំបដូរ font វាខ្ញុំយកបាទតោះមកខ្ញុំចាប់ផ្ដើម preview បន្តិច30បាទយើង preview បន្តិចទៅបន្តមកយើងត្រូវចុចមកលើ layer នៃអក្សររបស់យើងបាទរួចរកពាក្យថា rasterize type ហើយយើងចុចមកពាក្យ rasterize type បន្តមកយើងចូលមកកាន់ edit រួចរើសពាក្យថា transform ឬពាក្យថា perspective បាទអញ្ចឹងយើងចាប់ផ្ដើម preview បន្តិចបាទកន្លែងនេះខ្ញុំ preview បន្តិចបាទបន្តមកយើងចុច enter បាទក្រោយពេលដែលយើងចុចអញ្ចឹងហើយយើងត្រូវបង្កើតនៅ new layer មួយទៀតបាទយើងទាញវាយកមកដាក់នៅលើបាទកន្លែង create new layer នេះមកឬក៏យើងចុច Ctrl J នៅលើ keyboard របស់យើងតោះមកយើងចុច arrow key ទៅលើក៏បានទៅឆ្វេងក៏បានបាទអញ្ចឹងខ្ញុំចុច arrow key មកឆ្វេងបាទបាទបាទយើងចុច Control ហើយនឹង arrow key បាទអញ្ចឹងខ្ញុំ copy មួយទៀតខ្ញុំចុចទៀតបាទតោះមកយើងត្រូវ convert នៅ layer ទាំង3នេះអញ្ចឹងយើង select មក layer ទាំង3ហ្នឹងមករួចហើយយើងចុច right click ឬពាក្យថា merge layer ឬចុច Ctrl E នៅលើ keyboard របស់យើងបាទតោះមកយើង select នៅ animation ដើមរបស់យើងបាទយើង select មករួចរើសពណ៌វាអញ្ចឹងខ្ញុំរើសពណ៌កន្លែងនេះខ្ញុំយកជាលក្ខណៈ gradient បាទខ្ញុំរើសជាពណ៌អញ្ចឹងបាទចុច OK តោះមកយើងចាប់ដើមមកកន្លែងស្មៅនៃ 3D របស់យើងបាទយើង click 2 ដងនៅលើវាឬចុចបាទឬចុច right click នៅលើ layer នេះរួចយកពាក្យថា blending option បាទតោះមកយើងចូលមក gradient color ដូចគ្នាបាទអញ្ចឹងខ្ញុំបដូរពណ៌វាយើងចុចមកកន្លែងនេះដើម្បីបដូរពណ៌វាបាទខ្ញុំយកជាប្រភេទបែបនេះតោះមកខ្ញុំចុច OK បាទអញ្ចឹងឥឡូវយើងឃើញប្រភេទយើងជាអក្សរ 3D អញ្ចឹងខ្ញុំចាក់ពណ៌កន្លែងនេះបាទខ្ញុំចាក់ពណ៌រៀងកម្ៅបន្តិចបាទអញ្ចឹងយើងត្រូវ select មកលើ layer background របស់យើងតមកប្រើនៅ tool មួយមានឈ្មោះថា pen bucket tool បាទរួចយើង select មកលើវាបាទអញ្ចឹងយើងអាចឃើញជាទិន្នន័យអញ្ចឹងតមកខ្ញុំចាប់ដើមប្រើ brush tool បន្តិចបាទកើត new layer បាទខ្ញុំបដូរពណ៌វាយកពណ៌សបាទតោះមកខ្ញុំចុច Ctrl T បាទដើម្បីធ្វើការទាញវាបាទអញ្ចឹងយើងអាចបដូរពណ៌វាបានចុច enter មករួចយើងបដូរពណ៌វាបាទយើងយកពណ៌វាជាលក្ខណៈ gradient ក៏បានបាទយើងអាចជារើសជាប្រភេទពណ៌អញ្ចឹងក៏បានបាទពណ៌អញ្ចឹងក៏បានបាទយើងរើសប្រភេទណាក៏បានដែរបាទអ្វីដែលយើងពេញចិត្តគឺយើងអាចរើសបានបាទឥឡូវខ្ញុំអត់រើសអីទេគឺខ្ញុំយកពណ៌ជាលក្ខណៈដដែលបាទចឹងខ្ញុំចាប់ដើមរំកិលបន្តិចគឺយើង select នៅ layer ទី1ខ្ញុំកិលបន្តិចបាទចឹងឥឡូវយើងអាចឃើញនៅបាទអក្សររបស់យើងជាប្រភេទ 3D យើងបានធ្វើរួចរាល់ហើយចឹងយើងអាចបាទកន្លែងនេះខ្ញុំសូមបង្ហាញបន្តិចដែរតាក់ទងទៅនឹង layer គឺយើងអាចកិលនៅបាទយើងអាចកិលនៅ 3D របស់យើងបាទយើងចុច arrow key បាទទៅលើក៏បានបាទយើងអាចឃើញហើយវាគ្រាន់តែជាការដាក់ស្មៅបាទទៅឆ្វេងចឹងក៏បានបាទនៅធម្មកណ្ដាលចេះតិចក៏បាន
បាទអញ្ចឹងគឺយើងធ្វើបានទាំងអស់បាទបើអញ្ចឹង lesson យើងដែលតកតងទៅនឹងការធ្វើអក្សរ 3D នៅក្នុងកម្មវិធី Adobe Photoshop CF5 គឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលាបាទ